នុញ្ញាតរូបខ្ញុំបានធ្វើការជម្រាបជូននៅជីវប្រវត្តិសង្ខេបរបស់កីឡាករទាំងពីរនេះដូចតទៅអេភូថងបង្គោលក្រហមអាយុ41ឆ្នាំទម្ងន់93គីឡូក្រាមកម្ពស់1.80 ម៉ែត្រទីលំនៅបច្ចុប្បន្ននៅភូមិនាងកុកឃុំបាក់ឡងស្រុកមណ្ឌលសីមាខេត្តកោះកុងអេភូថងធ្លាប់ប្រកួតបានចំនួន190ដងឈ្នះ172ដងចាញ់13ដងស្មើ5ដងក្នុងនោះធ្លាប់ផ្ដួលគូប្រកួតឲ្យសន្លប់បានចំនួន40ដងអេភូថងកំពុងថ្វាយបង្គំគ្រូតាមរបៀបហនុមានសំដែងឫទ្ធិជាកូនសិស្សរបស់លោកគ្រូឈិតសរឹមលោកគ្រូខាត់ភិននិងលោកគ្រូទឹកឡៃអេភូថងនៅក្លឹបប្រដាល់ក្រសួងការពារជាតិថៃក៏យ៉ាងបង្គោលខៀវអាយុ26ឆ្នាំទម្ងន់93គីឡូក្រាមកម្ពស់1.75 ម៉ែត្រទីលំនៅបច្ចុប្បន្ននៅភូមិដីឡូឃុំទឹកខ្លាស្រុកសេរីសុភ័ណ្ឌខេត្តបន្ទាយមានជ័យថៃក៏យ៉ាងធ្លាប់ប្រកួតបានចំនួន5ដងឈ្នះ3ចាញ់2ក្នុងនោះលទ្ធផលនៃការឈ្នះទាំង3ដងគឺផ្ដួលគូប្រកួតឲ្យសន្លប់ទាំង3ដងថៃក៏យ៉ាងកំពុងថ្វាយបង្គំគ្រូតាមរបៀបរំលឹកគុណគ្រូជាកូនសិស្សរបស់លោកគ្រូថៃអ៊ូនិងលោកគ្រូហងសវណ្ណមកពីក្លឹបក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យបាទឆ្លៀតនៅក្នុងឱកាសនេះបាទសូមអរគុណទៅដល់លោកវរៈស្នេហ៍ឯកសុំសុខាដែលបានឧបត្ថម្ភដល់កីឡាករអេភូថង$50លោកវរៈស្នេហ៍ឯកងិនហេងបាទ$50ដែរបាទសូមអរគុណមកមិនលោកនាងមកជ្រាបពីប្រវត្តិគ្រូសង្ខេបសម្រាប់កីឡាករបាទអេភូថងបាទគឺថាមានបទពិសោធន៍ច្រើនគឺ190ប្រកួតបាទសូមជម្រាបជូនបន្ថែមឈ្មោះសប្បុរសជនបាទលោកវរៈស្នេហ៍តូស៊ិនប៊ុនធឿនបាទឧបត្ថម្ភអេភូថង$50ដូចគ្នាត្រៀមបាទលោកអនុស្នេហ៍តូគឹមសាវេតបាទឧបត្ថម្ភ$20លោកអនុស្នេហ៍ត្រីស៊ិនស៊ីថាឧបត្ថម្ភ$20បាទចំនួនមុខឲ្យកីឡាករអេភូថងបាទសូមជូនពរឲ្យសប្បុរសជនទាំង5រូបរបស់យើងបាទមានសុខភាពល្អបាទជោគជ័យរាល់កតបកិច្ចការងាររបស់បាទសូមអរគុណត្រៀមគូទី5ដែលជាគូឯកទឹកទី1បាទសូមអរគុណបន្ថែមទៀតបាទដល់លោកត្រៀងច័ន្ទបាទរស់នៅសហរដ្ឋអាមេរិកលោកកំពុងទស្សនាផ្ទាល់នៅសហរដ្ឋអាមេរិកបាទលោកបានជួយឧបត្ថម្ភដល់លោកជួនសំណាងដែលជាគ្រូបង្វឹកក្លឹបបាត់ដំបងពីយប់ចំនួន$100ដើម្បីជួយទិញសម្ភារៈហ្វឹកហាត់ថាវិការនឹងផ្ញើជូននៅថ្ងៃទី10ខែ6ឆ្នាំ2013ខាងមុខនេះបាទសូមអរគុណដល់លោកត្រៀងច័ន្ទបាទសូមអរគុណបាទគឺបាទសូមអញ្ជើញទស្សនាការប្រកួតគូឯកគូទី5ទឹកទី1ដែលមានវត្តមានបាទថាកីឡាករជើងចាស់បាទស្ដេចប្រដាល់របស់កម្ពុជាគឺលោកអេភូថងនៅពេលនេះគឺលោកអេភូថងមានវ័យ41ឆ្នាំទៅហើយប៉ុន្តែលោកនៅតែស្រឡាញ់វិស័យកីឡាប្រដាល់និងវិលត្រឡប់មកកងវាជាថ្មីបន្ទាប់ពីមានការគាំទ្រដ៏ច្រើនពីសំណាក់ប្រជាពលរដ្ឋក៏ដូចជាបងប្អូនដែលស្នេហាវិស័យកីឡាប្រដាល់យ៉ាងពិតប្រាកដនោះដូច្នេះគឺលោកអេភូថងក៏បានសម្រេចចិត្តវិលមកជាថ្មីម្ដងទៀតហើយធ្វើការប្រកួតជាមួយនឹងកីឡាករថៃកូយ៉ាន់ដែលជាកីឡាករចំណូលថ្មីប៉ុន្តែក៏បទពិសោធន៍គួរសមផងដែរអញ្ចឹងខ្ញុំបាទសូមថ្លែងអរគុណដល់ម្ចាស់ឧបត្ថម្ភធំរបស់យើងដែលនាំមកជួបអ្នកដោយការប្រកួតប្រដាល់រៀងរាល់ថ្ងៃអាទិត្យនៅស្ទូឌីយោទឹកមានជ័យថ្មីម៉ាស៊ីនត្រជាក់នេះគឺ Manson Whisky បាទ Manson Whisky គឺជាស្រាផ្សំពីស្រូវសាឡៃដែលមានគុណភាពល្អដាច់គេនៅប្រទេស Scotland ដែលបានចម្រាញ់យ៉ាងផ្ចិតផ្ចង់និងបទពិសោធន៍ត្រឹមត្រូវអនាម័យល្អបំផុត Manson Whisky មានកម្មវិធីពិសេសផងដែរគឺក្នុងនោះគឺលោកអ្នកអាចឈ្នះរង្វាន់ភ្លាមៗក្នុងកម្រិត10បើបើភ្លាមឈ្នះភ្លាមគឺចាប់ពី$1000រហូតដល់ទៅ$200ហើយអាចបដូរបានរង្វាន់តាមគ្រប់ទីកន្លែងដែលមានលក់ស្រា Manson Whisky សម្រាប់សម្បត្តិកំបោកបឲ្យសោះបាទសូមអរគុណដល់ម្ចាស់សកលកម្មវិធីរបស់យើងមួយចំនួនមានដូចជាសេងហូសាហ្វាហ្វូតជាក្រុមហ៊ុនឧស្សាហកម្មផលិតជាហួរនិងភេសជ្ជៈជាមួយគុណនៅកម្ពុជានិងសូមអរគុណដល់ ICG Smart Board ជាជំរឿនដ៏ឆ្លាតវៃសម្រាប់ធ្វើជាងពីការក្រាលសូមអរគុណដល់ក្រុមហ៊ុន Camtech នាំចូលរំចាយចាយជាសញ្ញាកូស្តាញ់នេះនិងសូមអរគុណដល់អាគុយ TPS តាមការប្រកួតរបស់យើងនៅលើសងវានៅនោះវិញបាទទឹកទី1គូឯកបាទគេធ្វើត្រាប់តាមអេភូថងបាទលោកឆ្វេង
ลูกឆ្វេងថែមស្ដាមសងអេពូថងតតស្ដាំមកជើងអេបាទក៏យ៉ាន់ក៏លោកដៃស្ដាំមកសងបាទក៏យ៉ាន់នេះលទ្ធផលនៃការជ័យជំនះរបស់គេ3ដងនេះគេបដូរគូប្រកួតឲ្យសន្លប់ទាំង3ដងបាទអាយ៉ាតើអាយ៉ាជើងស្ដាំមួយដៃស្ដាំថែមបាទចប់ទឹកទី1ក្នុងឱកាសទី2បាទទឹកទី2ចាប់តាមនៃការប្រកួតហើយសម្រាប់ការប្រកួតទូឯកបាទគឺបង្គោលក្រហមបាទលោកអេពូថងហើយបង្គោលខៀវកីឡាករថៃក៏យ៉ាន់បាទសូមអរគុណទៅដល់ម្ចាស់សកលធម្មកម្មវិធីរបស់យើងមួយចំនួនមានដូចជាក្រុមហ៊ុនសលិនសម្បត្តិលោហៈបំពន់សុខភាពនៅកម្ពុជានាំចូលប្រាច់មកពីសហរដ្ឋអាមេរិកអាហារកសិកម្មសេហ្វូតស្រាវជ្រាវស្ពានលុយណាម្សៅសាកាហ្វេពូវីតអូគីនិកក្លឹបអរគុណដល់បំពង់ទៅជាប់ស្មារតីបាទពីអ្នកជិនមកគេហាផ្នែកបំពង់ទៅជាប់គេអត់ធឺហើយគាត់ធ្វើអញ្ចឹងទេមានន័យថាអត់អីបាទជើងសិស្សច្បងមិនខ្លួនប៉ុន្មានទេបាទតតមួយទៀតអាយ៉ាចង់ខោជើងបាទអាដបងអត់ឈឺមិនធម្មតាណាបាទជើងអេពូថងនេះតតធ្លាប់ស៊ីដៃស៊ីជើងគេច្រើនហើយតតសងវិញក៏យ៉ាន់បាទយ៉ាងម៉េចទៅបាទឌឺសោះច្បងតាចូលជើងស្ដាំមួយទៀតអាយ៉ាដៃស្ដាំអេពូថងទប់ទៅរួចអត់មើលទៅអីដើរចូលឲ្យបដូរអាយ៉ាមើលដៃស្ដាំអេពូថងកុំចេះតែចូលចាំមើលយ៉ាងណាអីក៏យ៉ាន់អូគ្រារញ៉ាកដាដោយការបំបែកបាទការបង្ហាញនៅវត្តមានរបស់កីឡាករអេពូថងថ្ងៃនេះមានន័យថាការដែលលើកទឹកចិត្តគ្រប់គ្រងនឹងមិនបោះបង់ចោលទេសម្រាប់កីឡាករមិនថាមានវ័យប៉ុណ្ណាបាទអាយុប៉ុណ្ណាបាទស្ថានភាពយ៉ាងម៉េចទេគឺយើងនៅតែស្រឡាញ់គ្រប់គ្រងនិងបង្ហាញឲ្យកីឡាករចំនួនក្រោយថាយកគំរូបាទវ័យបិទតែអេពូថងនោះពោះប៉ុន្តែនៅតែបានទទួលការគ្រប់គ្រងបាទអេពូថងចំមុខតែយ៉ាងគេទាត់ជើងជំនាញអេពូថងទាត់សងដៃស្ដាំមួយទៅអេពូថងនេះគេដូចចង់ប្រោះដែរបាទពោះប៉ុនគ្នាបាទលោកឆ្វេងទាត់ជើងក្រោមមួយទៀតមកការទទួលទឹកទី2ក៏ជិតអស់ពេលវេលាផងដែរបាទចប់ទឹកទី2ទៅហើយបាទចប់ការទទួលទឹកទី2ហើយអ្នកឲ្យទឹកចេញក្រៅបាទអ្នកឲ្យទឹកចេញក្រៅមកជាកីឡាករថៃក៏យ៉ាន់បាទមកគោខៀវគោក្រហមកីឡាករអេប៊ុនថងគូទី5ដែលជាគូឯកទឹកទី3ស្មាគមបាទមកការប្រកួតគឺនាំមកជួបលោកអ្នកដោយ Manson Whisky បាទ Manson Whisky ល្អផ្ដាច់គេនៅប្រទេសកម្ពុជាសូមលោកស្រីអ្នកនាងកញ្ញាស្វាគមន៍កីឡាករទាំងពីរមួយមកខ្លាំងស្រវឹងសូមមេត្តាកំបាំងបងឲ្យទស្សនាការប្រកួតរបស់យើងជាបន្តបាទទឹកទី3បាទលោកអេប៊ុនថងបំខោក្រហមគោខៀវថៃក៏យ៉ាន់បាទដាំមួយបាទហើយក៏យ៉ាន់ដើរចូលក៏យ៉ាន់កំពុងតែមើលចន្លោះរបស់លោកអេប៊ុនថងហើយបាទខ្ញុំដាក់មួយដាក់ចូលជាបន្តក៏យ៉ាន់ទាត់មួយរបស់អេប៊ុនថងទៅជើងដៃស្ដាំចាក់ជើងជាប់រុញអត់អីទេបាទញញឹមស្រស់ណាបាទលោកអេប៊ុនថងការប្រកួតនៅក្នុងប្រភេទទម្ងន់មក93គីឡូក្រាមចាក់មួយ
ទៅលោមួយរបស់កយ៉ាន់ធាក់មួយអត់បញ្ហាមកជើងស្ដាំអូយធ្ងន់ដែរមកជើងបាញ់មិញគោះសំអូយមកជើងទី2អាយ៉ាកន្លែងចាស់បាទយ៉ាន់តិចក៏យ៉ាន់ធាក់មួយបាទមកទៅមើលទៅលោកអីវុធងនេះថាបដាច់ដល់ដែរអត់ទៅហ៊ានតម្រុកទេបាទចុះបងអូនបាទតែឆោតមួយបាទតតជើងក្រោយរបស់លោកអីវុធងជាបន្តបាទខោយ៉ាន់យ៉ាងបាញ់ហើយអត់ព្រមមកគោលទេបាទទប់សិនអត់ហ៊ានចូលខ្លាចបាទតាមមួយកាយ៉ាន់គេទៅមុខកាចបាទមិនវាយដូចមិនដូចអត់កាចដូចមុខដាក់ធុងទឹកមួយពីមុខមិនមែនធម្មតាណាបាទធុងទឹកនេះតិច40លីត្របាទស្ពាយធុងទឹកម្នាក់មកធុងអាយ៉ាបាទចង់តដៃបាទជើងក្រោមមួយទៀតទៅក៏យ៉ាន់ចូលហើយបាទជិតចាប់ទឹកទី3ហើយបាទចប់ទឹកទី3ដែលទឹកទាំងក្រោយនោះគឺក្នុងគម្របដបលោកអ្នកឈ្នះរង្វាន់ពី 1000 រៀលរហូតដល់ទៅព្រាមរៀលហើយបើកព្រាមឈ្នះព្រាមអាចបដូរតាមបន្លែដែលមានលោកស្រាមែនសិនគូទី5ដែលជាគូឯងសូមតាក៏បើកបបបាទទឹកទី4ទឹកទី4ស្វាគមន៍សម្រាប់ការប្រកួតគូឯងគូទី5អាយយមកដៃដាំមកទៀតបើអេម្ដងជង្គង់ក៏យ៉ាន់ជង្គង់សងមកវិញបើអេម្ដងបាទអូសតសាច់បាទឡើយណាក៏សាច់ដែរបាទឡាកយើងទាំងពីរនាក់នោះពេញរិញបាទក៏យ៉ាន់ចាប់ដើមសម្រុកតាមធ្វើបាបសើច្បោនេះយ៉ាងណាបាទអេម្ដងអោបអាយ៉ាជង្គង់ដូចគ្នាអេយយអាយ៉ាអត់មានដល់ឆ្អឹងទេបាទជង្គង់នេះសុំទោសទៅហើយបាទអត់អីណាបាទជើងណាមួយទៀតអូយបាទលឺទៅផ្លាច់យយអត់ស្រួលទេមកជើងមិញនេះបាទអេមួយដងធាក់មកជើងទៀតបាទមកចូលកណ្ដាលបាយដងខ្លួនមួយបាយធុងទឹកអូយទៅផ្លាប់ធិលតតជើងក្រោមមួយទៀតអេបន្តកណ្ដាលតនមកណាយ៉ាងនេះតនមកបងណាអោបបាទជង្គង់តនមិនដល់យ៉ាងនេះបាទខ្លាញ់ក្របចិត្តដែរបាទអធិស្ឋានបាទមួយដៃស្រាមអេម្ដងថែមជើងស្រាមមកទៀតខាងណាហើយអ្នកប្រទេសមានជ័យថៃក៏យ៉ាន់ជួបជាមួយអ្នកកោះកុង
ตัดเชิงกล่าวมวยมือจบตึกที่บุญปรำได้จิตตึกได้กรอด เคยท่าการประกวดบอลลูกเอ๋ยบุทองในแต่การประกวดบ้านละอ้อบางท่าจากได้จากเชิงคือท่าเนื้อแต่มีจรณาละอ้อระนาสำหรับลูกเอ๋ยบุทองนาเชียเดินกีฬาก็คมพูนมือรูประบอกการมาเชื่อดำเนินเอาการมาเชื่อประกวดจุดกล้ามาเลือกชาวตลาดเชื่อของนายอันนี้เป็นโลกบ้านเบอร์ตลาดมาประกวดการประกวดจุดใบหนองเทียนตัดติดตามประกวดได้สนามมานั่นแหละก็ต้องไปรถไฟโซ่ปรู้นะมั้งไอ้ย้อยตัดปีเสมวยไอ้ยาไอ้ย้อยเอ้ยเอ้ยประกวดต่อโอ้ยปีใบพูดปรำนี่จะไปยักบอกคนนี้เรื่องว่าปีปรำใบเงือบด้วยมันด้วยปรำบุญอันนี้อะไรเงือบไปเจ้าเงือบมาฮอตนะมาใบมันก็ออมเมื่อมันเต้นมาส่งบอกเอาเตรียมจำเตือนสนารูปเพียบยืดมาได้ยึงเป็นโดยการจะสายจุนบ้านมาดองที่ได้บอกเอาเรื่องบ้านมือบ้านมาไว้บ้ามือรูปเพียบยืดตรงออกเนี่ยโหพังบ้ามันมาเหมือนเจ้าจูนนะไอ้ก่อยางแล้วก็จ้องพระดูเซอร์ชบองได้มันตาเตอร์รวยเตะมาบอลดิซาวเลยติดพระดูว่ะจงกล่าวนี่พระดูตั้งที่ปรามาจำการเตียดป่ะนั่งไอ้บางไอ้ไฟโยนการเตียดบอกคือไอ้ไฟคุณตะไคร้เอ้ยบุทองเชี่ยวโบตาโบเขียวบองการประกวดขนมตักตีปรำว่าสมบัติคุณเรา